បាទជំរាបសួរលោកគ្រូអ្នកគ្រូសួស្តីសិស្សានុសិស្សទាំងអស់គ្នាយើងមកបន្តលំហាត់គីមីវិទ្យារបស់យើងទៀតអញ្ចឹងយើងមកមើលលំហាត់ទាំងអស់គ្នាគេថា10ក្រាមនៃកាល់ស្យូមកាបូណាតប្រតិកម្មជាមួយនឹង5ក្រាមនៃអាស៊ីតក្លរីត្រិកគេសំណួរគេសួរថាតើអង្គធាតុប្រតិករណាដែលមិនគ្រប់បាទអញ្ចឹងតើសំណួរនេះគេចង់មានន័យថានឹងដូចម្ដេចអញ្ចឹងខ្ញុំឧទាហរណ៍100ក្រាមនៃទឹកអាចរំលាយបាទ100ក្រាមនៃទឹកយើងមាន100ក្រាមនៃទឹកអាចរំលាយស្ករបានត្រឹមតែ204ក្រាមតែប៉ុណ្ណោះបាទអញ្ចឹងសំណួរសួរថាបើសិនបើខ្ញុំបន្ថយទឹកពី100ក្រាមមកដាក់ត្រឹមតែ50ក្រាមតើស្កររលាយអស់អត់បាទតើស្កររលាយអត់គឺច្បាស់ណាស់គឺមិនអស់នោះទេអញ្ចឹងអង្គធាតុប្រតិករណាដែលខ្វះកន្លែងនេះគឺទឹកដោយសារតែទឹកមានតែ50ក្រាមទេដោយសារស្ករ204ក្រាមត្រូវការទឹករហូតទៅដល់100ក្រាមអញ្ចឹងនៅក្នុងប្រតិកម្មនេះដូចគ្នាបាទចំពោះអង្គធាតុប្រតិករ2ត្រូវតែមានចំនួនសមស្របដើម្បីឲ្យប្រតិកម្មនោះអាចបន្តទៅមុខបានឬក៏កុំឲ្យមានអង្គធាតុប្រតិករដែលនៅសេសសល់បាទអញ្ចឹងឥឡូវនេះដើម្បីយើងអាចធ្វើលំហាត់នឹងបានទី1យើងត្រូវសរសេរប្រតិកម្មរបស់វាសិនអញ្ចឹងតើប្រតិកម្មនេះគឺកើតឡើងរវាងអីនិងអីបាទអញ្ចឹងយើងមកមើលកាល់ស្យូមកាបូណាតនេះបាទដូចជាយើងបានរៀននៅក្នុងវីដេអូមុនហើយគឺជាសមាសធាតុនៃកាបូណាតបាទមកប្រតិកម្មជាមួយនឹងអាស៊ីតបាទអញ្ចឹងបើយើងរំលឹកទៅសមាសធាតុកាបូណាតប្រតិកម្មជាមួយនឹងអាស៊ីតបាទយើងរំលឹកទៅមេរៀនរបស់យើងនេះសមាសធាតុកាបូណាតប្រតិកម្មជាមួយនឹងអាស៊ីតបានទៅលើសូលីស្យូមអំបិលបូកជាមួយកាបូនឌីអុកស៊ីតបូកនឹងទឹកបាទអញ្ចឹងរំលឹកឡើងវិញសូលីស្យូមអំបិលបាទសូលីស្យូមអំបិលគឺកើតឡើងរវាងអីគេបាទសូលីស្យូមអំបិលគឺកើតឡើងរវាងរ៉ាឌីកាល់អាស៊ីតបាទរ៉ាឌីកាល់អាស៊ីតបាទរ៉ាឌីកាល់អាស៊ីតបាទប្រតិកម្មជាមួយនឹងលោហៈបាទលោហៈអញ្ចឹងមកមើលបាទប្រតិកម្មអាស៊ីតមានអីគេខ្លះបាទអញ្ចឹងយើងមើលរ៉ាឌីកាល់អាស៊ីតបាទរ៉ាឌីកាល់អាស៊ីតសំទោសបាទរ៉ាឌីកាល់អាស៊ីតមានច្រើនបាទនេះយើងបាទមានអាស៊ីតបើឥឡូវយើងមើលទី1បាទ HCl អាស៊ីតក្លរីត្រិកបាទរ៉ាឌីកាល់របស់វាគឺរ៉ាឌីកាល់ក្លរ៉ូបាទអាស៊ីតសូលហ្វូរិកបាទរ៉ាឌីកាល់របស់វារ៉ាឌីកាល់សូលផាតបាទអាស៊ីតផូស្វូរិកបាទរ៉ាឌីកាល់វារ៉ាឌីកាល់ផូស្វ៉ាតអីចឹងទៅចុះចំណែករបស់យើងវិញបាទចំណែករបស់យើងវិញតើរ៉ាឌីកាល់របស់យើងរ៉ាឌីកាល់មួយណាបាទនេះគឺរ៉ាឌីកាល់បាទក្លនេះបាទរ៉ាឌីកាល់ក្លនេះគឺអាស៊ីតក្លរីត្រិកនេះហើយអញ្ចឹងអាស៊ីតក្លរីត្រិកគឺផ្សំពីបាទអ៊ីយ៉ុងបាទអ៊ីដ្រូសែននិងក្លបាទអញ្ចឹងវាឥឡូវយើងមកមើលសមីការរបស់យើងតោះអញ្ចឹងរបៀបនៅក្នុងការសរសេរសមីការចំពោះសមីការបណ្ដូលបែបនេះយើងយកអាចិតចាប់អាចិតអាឆ្ងាយចាប់អាឆ្ងាយអញ្ចឹងចិតចាប់ចិតគឺអ្នកណាគេខ្លះមាន H ជាមួយនឹងកាបូណាតហើយនឹងកាល់ស្យូមបាទជាមួយនឹងក្លបាទព្រោះអីអាពីរនេះនៅចិត្តហើយកាល់ស្យូមនិងក្លគឺនៅឆ្ងាយដូចគ្នាអញ្ចឹងមកឥឡូវយើងមកចាប់កាល់ស្យូមនិងក្លសិនបាទយើងទៅសេមកគឺកាល់ស្យូមក្លរ៉ូប៉ុន្តែដោយសារតែក្លបាទដោយសារតែក្លមានចំនួនវ៉ាឡង់របស់វា1ហើយនឹងកាល់ស្យូមមានវ៉ាឡង់2អញ្ចឹងគឺយើងទៅសេជើង2នៅពីក្រោមបាទនៅពីក្រោមក្លនេះបាទអូខេចំណែកឲ្យយើងមើលនៅសល់អីគេនៅសល់អ៊ីដ្រូសែននិងកាបូណាតបាទនឹងរ៉ាឌីកាល់កាបូណាតអញ្ចឹងសំណួរសួរថាតើវាចេញមិនបាទវាចេញមិនវាចេញអញ្ចេះមែនទេ H2CO3 អញ្ចឹងមែនទេបាទវាចេញបែបហ្នឹងក៏ប៉ុន្តែដោយសារតែយើងបានមេរៀនមុនបាទដោយសារតែប្រភេទនៃម៉ូលេគុលហ្នឹងវាអត់មានស្ថិរភាពបាទវាក៏បំបែកទៅជា2ទី1គឺកាបូនឌីអុកស៊ីតបាទនេះហើយនឹងទឹកនេះបាទអញ្ចឹងតោះប៉ុណ្ណឹងបាទអញ្ចឹងសមីការនេះបាទដោយសារខ្ញុំបានថ្លឹងរួចហើយមានលំនឹងប៉ុណ្ណឹងហើយអញ្ចឹងឥឡូវយើងបន្ទាប់ពីយើងរួចសមីការហើយយើងត្រូវធ្វើអីទៀតបាទអញ្ចឹងយើងត្រូវធ្វើតាមការប្រៀបធៀបបាទទៅលើចំនួនម៉ូលរបស់វាអញ្ចឹងវិធីប្រៀបធៀបចំនួនម៉ូលហ្នឹងគឺគេហៅវាថាបាទstoichiometry បាទអញ្ចឹងតើវិធីនេះបាទមានលក្ខណៈដូចម្ដេចបាទឥឡូវយើង
ទៅរៀនធ្វើទាំងអស់គ្នាអញ្ចឹងទី1បាទយើងត្រូវរកចំនួនម៉ូលនៃអង្គធាតុទាំងពីរហ្នឹងសិនបាទរកចំនួនម៉ូលនៃអង្គធាតុទាំងពីរហ្នឹងសិនអញ្ចឹងយើងអាចរកចំនួនម៉ូលនៃអង្គធាតុបានតាមរួមមុន n ស្មើ m តូចលើ m បាទ m ធំបាទ n ស្មើ m តូចលើ m ធំអញ្ចឹងឥឡូវយើងមករកចំនួនម៉ូលនៃកាល់ស្យូមកាបូណាតសិនបាទ m តូចបាទម៉ាស់របស់កាល់ស្យូមកាបូណាតដែលគេប្រាប់មកគឺ10ក្រាមនេះអញ្ចឹងសេ10នៅនេះហើយ m ធំបាទ m ធំគឺជាម៉ាស់ម៉ូលេគុលរបស់កាល់ស្យូមកាបូណាតអញ្ចឹងម៉ាស់ម៉ូលេគុលនេះគឺបានមកពីការកណនាម៉ាស់ម៉ូលេគុលបាទយើងយកម៉ាស់អាតូមបូកគ្នាមកដើម្បីបានទៅជាម៉ាស់ម៉ូលេគុលអញ្ចឹងគ្នាយើងបើសិនជាចង់កណនាម៉ាស់ម៉ូលេគុលខ្លួនឯងក៏បានដែរប៉ុន្តែខ្ញុំកណនារួចហើយឃើញ100បាទ100ក្រាមក្នុង1ម៉ូលបាទអញ្ចឹងនៅពេលដែលយើងចែកទៅខ្ញុំឃើញកាល់ស្យូមកាបូណាតចំនួនម៉ូលរបស់វាគឺ0.1ម៉ូលបាទហើយយើងឥឡូវយើងមកកណនាបាទចំនួនម៉ូលនៃបាទម៉ូលេគុលមួយទៀតបាទយើងមានចំនួនម៉ូលនៃអាស៊ីតក្លរីត្រិកបាទអញ្ចឹងម៉ាស់នៃអាស៊ីតក្លរីត្រិកដែលគេឲ្យមកនោះគឺ5ក្រាមបាទអញ្ចឹងខ្ញុំសរសេរ5ក្រាមនៅលើនេះមកហើយបន្តមកទៀតបាទម៉ាស់ម៉ូលេគុលរបស់អាស៊ីតក្លរីត្រិកគឺខ្ញុំកណនារួចហើយឃើញ36.5នៅពេលដែលខ្ញុំកណនារួចហើយអញ្ចឹងមកបាទយើងចែកគ្នារួចមកបាទឃើញ0.137ម៉ូលបាទឥឡូវនេះគឺយើងមកប្រើប្រាស់វិធី stoichiometry ហ្នឹងបាទអញ្ចឹងវិធីនេះគឺយើងនឹងធ្វើការប្រៀបធៀបបាទចំនួនម៉ូលរបស់វាទាំងពីរហ្នឹងបាទឥឡូវយើងមកមើលមេគុណពីមុខរបស់វាអញ្ចឹងមេគុណរបស់កាល់ស្យូមកាបូណាតនេះមានមេគុណ1មេគុណរបស់អាស៊ីតក្លរីត្រិកនេះមានមេគុណ2អញ្ចឹងមានន័យថាយ៉ាងដូចម្ដេចមានន័យថា1ម៉ូលនៃអីគេកាល់ស្យូមកាបូណាតត្រូវការអីគេត្រូវការ0.2ម៉ូលនៃអាស៊ីតក្លរីត្រិកហេតុអីបានត្រូវការ0.2ម៉ូលបាទហេតុអីបានត្រូវការ0.2ម៉ូលអា0.2ម៉ូលនិងអា1ម៉ូលនេះប្រៀបធៀបដូចជាអានេះចឹង100ក្រាមនៃទឹកត្រូវ100ក្រាមនៃ204ក្រាមនៃស្ករត្រូវការ100ក្រាមនៃទឹកចុះបើទឹកមានតែ50ក្រាមទេអញ្ចឹងអានេះដូចគ្នា0.1ម៉ូលនៃកាល់ស្យូមកាបូណាតបាទត្រូវការ0.2ម៉ូលនៃអាស៊ីតក្លរីត្រិកចុះបើអាស៊ីតក្លរីត្រិកយើងមានតែ0.137ម៉ូលទេអញ្ចឹងតើអាស៊ីតក្លរីត្រិកបាទមានចំនួនគ្រប់នៅក្នុងការធ្វើប្រតិកម្មមួយនេះដែរឬអត់បាទអញ្ចឹងដោយសារតែវាត្រូវការរហូតដល់0.2ម៉ូលហើយអាស៊ីតក្លរីត្រិកនេះមានតែ0.137ម៉ូលទេដូច្នេះអាស៊ីតក្លរីត្រិកដែលជាសូលូចុងរំលាយបាទដែលជាសូលូចុងរំលាយគេនេះมันអាចឲ្យកាល់ស្យូមកាបូណាតរលាយអស់នោះទេអញ្ចឹងដូចនេះ HCl គឺជាអង្គធាតុប្រតិករដែលមិនគ្រប់នៅក្នុងប្រតិកម្មបាទអញ្ចឹងបាទប៉ុណ្្នឹងហើយបាទយើងមើលចំណាំបាទមួយនៃកាល់ស្យូមកាបូណាតត្រូវការ2នៃអាស៊ីតក្លរីត្រិកបាទនោះ1នៃកាល់ស្យូមកាបូណាតត្រូវការ1គុណនឹង2 0.1គុណនឹង2បាទទៅជា 0.2ម៉ូលនៃអាស៊ីតក្លរីត្រិកអាមួយនេះអានេះគេគិត1ម៉ូលនេះយើងបាទគេគិត1ម៉ូល1ម៉ូលត្រូវការ2ម៉ូលនៃ HCl ចុះបើ0.1ម៉ូលនៃកាល់ស្យូមកាបូណាតត្រូវការ0.2ម៉ូលនៃ HCl បាទអរគុណប៉ុន្តែ HCl របស់យើងមានតែ0.137ទេបាទអានេះគឺជាការបាទប្រៀបធៀបបាទ1និង2បាទដោយសារអីគេដោយសារអានេះមានមេគុណ1អានេះមានមេគុណ2បាទអរគុណច្រើនអញ្ចឹងបាទបើមានចម្ងល់អីអាច comment នៅក្នុងវីដេអូក្រោមវីដេអូបានហើយអរគុណសម្រាប់ការទស្សនាបាទ